រដ្ឋសភាបោកសម័យប្រជុំលើកទី6របស់ខ្លួនដើម្បីធ្វើការពិភាក្សានិងអនុម័តលើរបៀបវរៈសំខាន់ៗចំនួន5រដ្ឋសភាបានបើកសម័យប្រជុំលើកទី6នេតិកាលទី7របស់ខ្លួនដើម្បីធ្វើការពិភាក្សានិងអនុម័តទៅលើរបៀបវរៈសំខាន់ៗចំនួន5នាព្រឹកថ្ងៃទី14ខែកក្កដាឆ្នាំ2026នេះរបៀបវរៈសំខាន់ៗចំនួន5ដែលលើកយកមកពិនិត្យពិភាក្សានិងអនុម័តនាព្រឹកនេះរួមមានទី1ការបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាជិកភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួន1រូបឯកឧត្តមប្រាក់សំអឿនជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសទី2ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តនិងពិធីសារនៃអនុសញ្ញាស្តីពីប្រតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយានទី3ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមទៅលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់គ្នាទៅវិញទៅមកទី4ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមទៅលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអាគារនិងសំណង់និងទី5ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមទៅលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ានស្តីពីប្រភេទអនុម័តបែងចែកសម្រាប់ផលិតផលយានយន្តនេះខ្ញុំរ៉ាលីពី Big News